នាយិកាប្រតិបត្តិអង្គការ UNAIDS សរសើរនិងអបអរលើភាពជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺនៅកម្ពុជាដោយបានគូបញ្ជាក់ថាកម្ពុជាបាននាំយកនៅទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍នេះជាការថ្លែងរបស់លោកជំទាវ វិនីបាយ៉ានីយីម៉ាអគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយិកាប្រតិបត្តិអង្គការ UNAIDS ក្នុងឱកាសដែលអាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងលោកជំទាវអាដាមឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរៀបចំពិធីបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការនិងពិភាក្សាការងារលើល្ងាចថ្ងៃទី12ខែឧសភាឆ្នាំ2025នៅសណ្ឋាគារ Raffles Le Royal ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលជាទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីឯករាជ្យទូតឯករដ្ឋទូតនិងតំណាងប្រចាំកម្ពុជាប្រធានអនុប្រធាននិងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ននិងរាជធានីខេត្តអង្គការអន្តរជាតិអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិអ្នកជំងឺអេដស៍និងក្រុមប្រជាជនកលឹះប្រមាណ130នាក់អាដាមរដ្ឋមន្ត្រីឈៀងរ៉ាបានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជាទន្ទឹមនឹងនោះក្រសួងសុខាភិបាលក៏បានរៀបចំសមារណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលពង្រឹងកម្លាំងការងារផ្ដល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាពព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរនៅក្នុងឱកាសនេះដែរអាដាមទេសរដ្ឋមន្ត្រីអ៊ីម៉ូលីមានប្រសាសន៍ស្វាគមន៍ទស្សនកិច្ចរបស់លោកជំទាវនាយិកាប្រតិបត្តិអង្គការ UNAIDS ដើម្បីអបអរសាទរភាពជាដៃគូដ៏ល្អដែលនាំមកនូវវឌ្ឍនភាពដ៏ប្រពៃរវាងកម្ពុជានិងអង្គការ UNAIDS និងបានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នរាជធានីខេត្តដែលបានចូលរួមឆ្លុះបញ្ចាំងឲ្យឃើញនៅការប្រយុទ្ធឥតរុញរារបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងដើម្បីលើកកម្ពស់សាមគ្គីភាពសុខភាពពិភពលោកអាដាមទេសរដ្ឋមន្ត្រីបានស្កត់ធ្ងន់ថាជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មិនអាចទទួលបាននោះទេប្រសិនបើគ្មានការបដិញ្ញាចិត្តដ៏មោះមុតរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក្នុងកាលកន្លងមកនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងពេលបច្ចុប្បន្ននឹងការខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនៅហន្តរបស់មន្ត្រីសុខាភិបាលសង្គមស៊ីវិលនិងជាពិសេសបើគ្មានការគ្រប់គ្រងដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍន៍នានាដូចជាអង្គការ UNAIDS នេះអាដាមទេសរដ្ឋមន្ត្រីបានបន្តថាការិយាល័យរបស់ UNAIDS ប្រចាំប្រទេសកម្ពុជាបានផ្ដល់នូវជំនាញផ្នែកទិន្នន័យគោលនយោបាយការស្វែងរកការគ្រប់គ្រងសាធារណៈនិងភាពជាដៃគូដែលបានជួយជំរុញឲ្យកម្មវិធីអេដស៍នៅកម្ពុជាទទួលបានលទ្ធផលល្អដល់ត្រចះត្រចង់ទោះបីជាមានវឌ្ឍនភាពដូចខាងលើក៏ដោយការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍នៅមិនទាន់ឈានជើងដល់ទីបញ្ចប់នៅឡើយទេក្រុមយុវវ័យរបស់កម្ពុជាមួយចំនួនអាយុពី15ទៅ24ឆ្នាំជាពិសេសក្រុមបរិសុទ្ធរួមភេទជាមួយបរិសុទ្ធនៅមិនទាន់បានទទួលការបញ្ជាការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ដូច្នេះពួកគេមិនធ្លាប់បានទទួលសេវាបង្ការការពាររួមទាំងការធ្វើតេស្តរោគមេរោគអេដស៍ជាដើមនៅឡើយបន្ទាប់ពីការបង្ហាញខ្សែវីដេអូខ្លីនិងចំណាប់អារម្មណ៍របស់សកម្មជនការងារអេដស៍មកលោកជំទាវ វិនីបាយ៉ានីយីម៉ាបានថ្លែងការកោតសរសើរនិងអបអរសាទរចំពោះជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺនៅកម្ពុជាដោយលោកជំទាវបញ្ជាក់ថាកម្ពុជាបាននាំយកនៅទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ទន្ទឹមនេះពិភពលោកបានចាត់ទុកកម្មវិធីអេដស៍នៅកម្ពុជាថាជាកម្មវិធីដែលជោគជ័យមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសយន្តការក្នុងការឆ្លើយតបជាពហុវិស័យលោកជំទាវក៏បានសរសើរកម្ពុជាដែលបើកចំហចំពោះគំនិតច្នៃប្រឌិតថ្មីព្រមទាំងស្វាគមន៍ចំពោះការបដិញ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាពបន្ថែមលើនេះកម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ផងដែរ